សូមជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់ភាពទី2នៃដំណើរកម្សាន្តទៅកាន់ខេត្តកំពតបងប្អូនអរគ្នាហើយនេះជាដំណើរកម្សាន្តទើបតែចំណុចចាប់ផ្ដើមទេបាទភាពទី1មុនគឺជាភាគនៃការជួបជុំគ្នាបាទឥឡូវយើងទើបតែចូលនៅផ្លូវលេងទេផ្លូវនេះគឺយើងនៅខាងជំនាញខាងត្បូងភ្នំពេញយើងនឹងឯងបងប្អូនដែលយើងធ្វើការជិះលេងស្របតាមបកគោគ្រឿងធំហើយផ្លូវនេះជាប្រភេទផ្លូវព្រៃបាទជាប្រភេទផ្លូវអាស្រ័យព្រិចបាទសងខាងនៃផ្លូវបាទហើយផ្លូវនេះគឺយើងជិះចាក់កាត់ជំនាញយើងស្របតាមបណ្ដោយផ្លូវទៀតភ្លើងជំនាញយើងខាងផ្លូវជាលេខ3បងប្អូនអរគុណហើយចំពោះស្ថានដីនេះដែរជាប្រភេទដីយើងដូចដីស្រែបងប្អូនអរគុណជាប្រភេទដីលបាយលាយខ្សាច់តិចតិចគឺសុបាយដេញគ្នាខ្លាំងមែនទែនហើយស្ថានភាពផ្លូវនេះគឺយើងអត់ជា adventure ទេបងប្អូនគឺយើងជិះបណ្ដេញគ្នាបាទបែប corner ចាក់គូតគ្នាសុបាយបងប្អូនបាទហើយស្ថានភាពនៃការជិះលេងកម្សាន្តយ៉ាងនេះគឺមានច្រើនរសជាតិមែនទែនចំពោះផ្លូវដែលយើងលេងណាបាទឥឡូវចំណុចផ្ដើមនៃការលេងរបស់យើងគឺជាប្រភេទផ្លូវបណ្ដេញគ្នាអញ្ចឹងបងប្អូនឃើញជាមួយនឹងការបណ្ដេញហ្នឹងគឺយើងដេញបត់បែនផ្លូវវែងផ្លូវខ្លី corner ឆ្វេងស្ដាំមានព្រៃមែកឈើជាឧបសគ្គយើងអញ្ចឹងទៅអញ្ចឹងទាមទារយើងមានបទពិសោធន៍ក៏ដូចជាបច្ចេកទេសនៅក្នុងការជិះបណ្ដេញគ្នានេះដែរហើយវីដេអូនេះផ្សាយជូនដល់បងប្អូនដែលកំពុងទស្សនានេះផងបាទដែលស្រឡាញ់ចូលចិត្តវិស័យតូត្រីហើយបើសិនជាស្រឡាញ់ចូលចិត្តកុំភ្លេចជួយ like share ដើម្បីលើកទឹកចិត្តខ្ញុំផងដើម្បីខ្ញុំរៀបចំចែកជូនវីដេអូបងប្អូនទស្សនានៅវីដេអូជាបន្តទៀតផងដែរហើយដោយសារស្ថានភាពការប្រយុទ្ធមិញហ្នឹងគឺមានភ្លៀងធ្លាក់មួយមេធំបងប្អូនអរគ្នាមួយយប់ទូភ្លឺដល់អញ្ចឹងយើងជិះលេងកម្សាន្តព្រឹកបានថ្ងៃសៅរ៍ហ្នឹងគឺវាអំណោយផលមែនទែនចំពោះការដេញគ្នាទី1គឺអត់ថយទី2គឺសន្តានដីបោកគឺមកល្មមបងប្អូនអរគ្នាគឺយើងចាក់មុខក្រោយកង់មុខក្រោយគឺគៀកគ្នាតែម្ដងហើយអ្វីដែលសុបាយដេញគ្នាហ្នឹងគឺយើងដេញប្រផិតគឺគ្នាបងប្អូនកង់មុខប្រហែលកង់ក្រោយអ្នកមុខអញ្ចឹងណាបាទហើយសំណាងមែនទែនយប់មិញយើងបានភ្លៀងមួយមេធំបងប្អូនអរគ្នាអញ្ចឹងការលេងយើងគឺ smooth មែនទែនហើយបងប្អូនវិស័យបន្តត្រៃគឺគាត់ចង់បានមែនទែនចំពោះស្ថានភាពក៏ដូចជាស្ថានបែបនៃផ្លូវបែបហ្នឹងគឺគាត់ចង់បានដោយសារអីគឺយើងដេញគ្នាវាអត់ហានិភ័យជាមួយនឹងការជះទឹកត្រូវចូលវ៉ែនតាឲ្យយើងពិបាកមើលផ្លូវណាបាទឥឡូវបន្ទាប់ពីយើងដេញគ្នាមកក្តៅដៃក៏ជួបជុំគ្នាបន្តិចឥឡូវ start ទៅទៀតហើយខ្ញុំបានក៏ចាក់គូតជាមួយនឹងណានផងដែរណាន77ហើយក៏បញ្ជាជាមួយនឹងយ៉ាបាទកម្លាំង250 Enduro បាទអញ្ចឹងណានគាត់ជាអ្នកទើបជិះដែរទើបថ្មីដែរទេបាទមួយឆ្នាំជាងក៏ប៉ុន្តែការជិះផងគាត់មើលឃើញថាគាត់អាប់ដេតលឿនមែនទែនមានការរីកចម្រើនលឿនហើយខ្លាំងបងប្អូនលើពីការពឹងទុកពីដំបូងគាត់ជិះរៀងយឺតស្ទើរកែងក៏ប៉ុន្តែឥឡូវបងប្អូនមើលខ្ញុំតាមថតសឹងតែមិនទាន់បាទជាក់ស្ដែងនេះបងប្អូនបានឃើញក្នុងវីដេអូគឺលឿនខ្លាំងមែនទែនហើយអ្នកមុខគឺជិះតាមអ្នកមុខអ្នកក្រោយជិះតាមអ្នកមុខអញ្ចឹងការជិះលេងយើងគឺបដិញគ្នាសប្បាយបងប្អូនអរគ្នាហើយក៏អរគុណដល់បងប្អូនក្រុមរាយសាមគ្គីទាំងអស់គ្នាផងដែរដែលបានជិះលេងកម្សាន្តមានការសហការគ្នាយ៉ាងល្អមែនទែនចំពោះការបិទកែងក៏ដូចជាយើងចាំគ្នានៅកន្លែងផ្លូវខ្លះដែលយើងអាចធ្វើឲ្យយើងមកវិញគ្នាបាទហើយក៏ថ្ងៃនេះអរគុណដល់បងតារាផងដែរក៏ដូចជាកងភេងដែលបាននាំផ្លូវយើងសម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តកំពតហើយក៏អរគុណដល់បងប្អូនហាំផងដែរដែលជាមេកានិកព្រោះកម្មវិធីនេះបើសិនជាអត់មានមេកានិកទេគឺយើងអាចជិះលេងបានទេបងប្អូនដោយសារអីយើងជិះលេងផ្លូវឆ្ងាយណាស់គឺភ្នំពេញទៅដល់កំពតអញ្ចឹងយើងឆ្លងកាត់ខេត្តកំពង់ស្ពឺតាកែវកំពតបងប្អូនហើយយើងសម្រាប់ប្រយុទ្ធអញ្ចឹងការជិះលេងយើងធ្វើឲ្យបិទថាយើងមុនចេញយើងសវិក៏ប៉ុន្តែក៏យើងត្រូវមានមេកានិកមានន័យថាត្រូវមានជាងតាមជាប់ជានិច្ចព្រោះការជិះលេងរបស់យើងដូចបងប្អូនបានឃើញគឺយើងតាប់ខ្លាំងមែនទែនវាគឺ70-80%កន្លែងខ្លះគឺសឹងថា 100% គឺយើងលុកគេអស់តែម្ដងដោយសារយើងសប្បាយជាមួយនឹងប្រភេទផ្លូវវែងដែលបងប្អូនបានឃើញចេះផ្លូវវែងអញ្ចឹងគឺដឹងតែ speed តែបងប្អូនគឺយើងលុកគេតែម្ដងបាទជាក់ស្ដែងនៅខាងមុខខ្ញុំគឺ guide បងតារាគាត់លឿនបាទជាប្រភេទស្រីចាស់បាទគាត់ជិះការប្រណាំងកម្មវិធីព្រឹត្តិការណ៍ប្រណាំងម៉ូតូ track in នោះក៏ទទួលបានលេខ1បងប្អូនអរគ្នា Congratulation Class VIP បាទតែជាប្រភេទ Class Jeep តែគាត់ជាសេរីចាស់ណាបាទហើយបងប្អូនទាំងអស់គ្នាសម្រាប់ការចាប់អារម្មណ៍ខ្ញុំសម្រាប់ផ្លូវនេះខ្ញុំគិតថាខ្ញុំចាប់អារម្មណ៍ជាមួយនឹងប្រភេទម៉ូតូ KTM Enduro 250ឬក៏ Yamaha YZ FX ឬក៏ KTM 250កូនកាត់ខ្ញុំគិតថាផ្លូវនេះគឺស័ក្តិសមមែនទែនព្រោះផ្លូវនេះវាប្រភេទកែងខ្លីអញ្ចឹងបើសិនជាយើងប្រើកម្លាំងលឿនហ្នឹងប្រហែលជាអាចរៀងពិបាកបោកបន្តិចដោយសារយើងកែងខ្លីអញ្ចឹងណាផ្លូវវែងមានតិចមែនទែនបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងគឺកែងខ្លីគឺយើងចាក់គ្នាបើសិនជាកម្លាំងប្រភេទ350
តែជាវាអាចថៃរៀងឈរបន្តិចអញ្ចឹងទាមទារអ្នកដែលប្រើ350ទាមទារគាត់មានបទពិសោធន៍ខ្លាំងព្រោះផ្លូវនេះបងប្អូនយើងមានតែមកចន្លងទេបាទគឺយើងបាក់បាគ្នាណាចំណុចខ្លះគឺដូចបងប្អូនបានឃើញកន្លែងខ្លះមកចន្លងកន្លែងខ្លះពីរចន្លងអញ្ចឹងពិបាកគ្នាមែនទែនហើយចំពោះការវ៉ាសូមប្រយ័ត្នអស់គ្នាបងប្អូនដូចឃើញជាមួយនឹងបកគោលខណ្ឌចែកពីព្រំដីមុនវ៉ាសូមបងប្អូនមើលច្បាស់បងប្អូនជៀសវាងយើងវ៉ាទៅបាំងមេឈើបាំងអីប្រភេទម៉ូតូយើងកម្លាំងខ្លាំងយើងរៀងស្ទើរបត់ពិសោធន៍វាអាចជ្រុលទៅប៉ះជាមួយនឹងបកគោលនេះអាចបង្កយើងមានគ្រោះថ្នាក់ក៏ប៉ុន្តែភាគរយអស់នេះគឺមានតិចមែនទេបងប្អូនអរគុណកុំភ័យកុំបារម្ភក៏ប៉ុន្តែស្ថានភាពនេះយើងនឹងធ្វើត្រឡប់មកវិញឥឡូវបងភាពគាត់នៅខាងមុខខ្ញុំក៏បញ្ជាជាមួយនឹង YZ ចៅមហា YZ FX បងប្អូន250បាទកែងខ្លីៗគឺបងភាពធ្វើបានល្អមែនទេបងប្អូនប្រភេទ YZ ក៏ដូចជា KTM កូនកាត់គឺសម្រាប់កែងខ្លីកញ្ញាគឺរហ័សមែនទេបងប្អូនអរគុណតែបើ350ផ្លូវនេះយើងខ្លាំងបន្តិចយើងឈុលអញ្ចឹង350តែប្រហែលហត់បានទេបងប្អូនបាទអូយបន្ទាប់ពីចាក់គ្នាលេងមកប្រើបងប្អូនក្តៅដៃបែកញើសល្មមបាទបន្ទាប់ពីបាយព្រឹករួចអរគុណពូកាឡាឈែសហការឧបត្ថម្ភដោយជាឌីមានទទួលជួសជុលម៉ូតូតូចធំគ្រប់ប្រភេទខាងលោកម៉ូតូគីមសៀងមានលក់ម៉ូតូតូចធំគ្រប់ប្រភេទ OY Auto មានទទួលទិញរថយន្តទំនើបK Auto Car 47មានទទួលជួសជុលរថយន្តគុយទាបហត់សាច់ជ្រូកចំហុយជាងញ៉ាក្រឡឹងនិងផ្សារតារាកូនតារាសីមានទទួលមកការសំណងបុកគ្រឹះខួងគ្រឹះសង្កត់គ្រឹះគ្រប់ប្រភេទជាងហាប់ជួសជុលម៉ូតូ CSR7 Seren Design តែខ្វេ55មានរសជាតិឈ្ងុយឆ្ងាញ់ជាង Maservice Repair Moto K17 Moto Service និងអរគុណបងប្អូន Team Rally សាមគ្គីទាំងអស់គ្នា